ថ្ងៃទី13ខែមករាក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានចុះទៅដល់ទីតាំងសំខាន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការវាយប្រហារពីសំណាក់យោធាថៃនៅក្នុងទឹកដីខេត្តសៀមរាបបន្ទាយមានជ័យឧត្តរមានជ័យនិងខេត្តព្រះវិហារក្រសួងការពារជាតិកម្ពុជាបានប្រកាសថារយៈពេល10ថ្ងៃនៃខែមករាឆ្នាំ2026រាប់ចាប់ពីថ្ងៃទី4ដល់ថ្ងៃទី13ខែមករាក្រុមការងារកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍នៅតាមទីតាំងតំបន់ជនស៊ីវិលរស់នៅក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញនិងជាពិសេសចុះទៅដល់តំបន់បេតិកភណ្ឌពិភពលោកដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការវាយប្រហាររបស់យោធាថៃអ្នកនាំពាក្យក្រសួងការពារជាតិឧត្តមសេនីយ៍ឯកម៉ាលីសុជាតាបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនារសៀលថ្ងៃទី13ខែមករាឆ្នាំ2026ថាចាប់តាំងពីពេលចូលជាធរមាននៃបទជុំបាញ់រួចមកកម្ពុជាតែងតែគ្រប់នឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅបទជុំបាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ26ដុល្លារ2025សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការ GBC 27ធ្នូ2025ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតជាមួយគ្នានេះកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ថា AOT ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងទូនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទជុំបាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពសំដៅលើកម្ពុជាដំណាភាពគណនេយ្យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្អែកតាមស្មារតីខាងលើនៅដើមសប្តាហ៍នៃខែមករានេះក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាហៅកាត់ថា CLG បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅតាមទីតាំងចំនួន4ក្នុងខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យដែលសុទ្ធតែជាទីតាំងស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាពិសេសតំបន់បេតិកភណ្ឌពិភពលោកដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការវាយប្រហាររបស់យោធាថៃដូចខាងក្រោមថ្ងៃទី4ខែមករាក្រុមសង្កេតការណ៍អាស៊ានបានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នឹងរាយការណ៍អំពីស្ថានភាពនៅស្ពានអូជីកស្ថិតនៅភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបថ្ងៃទី5ខែមករាក្រុមអ្នកសង្កេតការណ៍បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នឹងរាយការណ៍អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិជាំដែលស្ថិតនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យថ្ងៃទី6ខែមករាក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅដល់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី8ខែមករាក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ស្ថិតក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យថ្ងៃទី10ខែមករាក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅពិនិត្យស្ថានភាពនៅតំបន់ច្រកបឹងត្រកួនស្ថិតនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យជាមួយគ្នានេះក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះអង្កេតនិងសួរសុខទុក្ខបងប្អូនជនភៀសឹកនៅជំរំជនភៀសឹកវត្តកណ្ដាលស្ថិតនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យផងដែរហើយនៅថ្ងៃអង្គារទី13ខែមករាឆ្នាំ2026ក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះអង្កេតផ្ទៀងផ្ទាត់នឹងរាយការណ៍អំពីស្ថានភាពនៅភូមិសាស្ត្រភូមិកររបស់ប្រជាជនក្នុងឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារព្រមទាំងឡើងទៅកាន់តំបន់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ